nào mấy chứ nắng ដើរមកទន្លេមើលព្រីមើលអី ឲ្យប្រៀបជួអាចដែរអញ្ចឹងថ្ងៃហ្នឹងគឺពួកខ្ញុំទាំងអស់គ្នាមាន plan ទៅវាំងព្រោះសារតែខានទៅវាំងយូរហើយបើចំពោះខ្ញុំវិញគឺលើកនេះលើកទី2អូខេប៉ុន្តែមុនទៅវាំងផ្ទាល់ចាំខ្ញុំបង្ហាញតិចថាមុនហ្នឹងខ្ញុំទៅណាខ្លះអញ្ចឹងពេលបាយថ្ងៃហ្នឹងគឺពួកខ្ញុំអត់បាយទេគឺពួកខ្ញុំទៅខាង hot pot ព្រោះសារតែដល់ឡង hot pot នេះគឺនិយាយទៅគឺរសជាតិត្រូវចិត្តមែនតើនៅនេះគឺរសជាតិទឹកស៊ុបគឺត្រូវមាត់ពួកខ្ញុំខ្លាំងណាស់ចាំថាឲ្យតែនឹកឃើញ hot pot គឺពួកខ្ញុំអត់ដែលរំលងទេគឺតែតែមកខាងដល់ឡង hot pot ហ្នឹងហ្មងហើយនៅហ្នឹងក៏ប្រភេទសាច់របស់គេក៏មានច្រើនដែរហើយជាប្រភេទគ្រឿងសមុទ្រលក្ខណៈសាច់ចៀមសាច់គោហើយពងទា oyster កងអីហ្នឹងនិយាយទៅគឺមានទាំងអស់គឺស្រស់អែមហើយបន្លែរបស់គេក៏ថ្មីដែរអញ្ចឹងបើសិនជាអ្នកដែលគាត់ចាប់អារម្មណ៍ចូលចិត្ត hot pot ណាអាចទៅសាក់នៅនឹងបានហើយ promotion របស់គេគឺមានការប្រែប្រួលរហូតអញ្ចឹងបើសិនជាចង់ដឹងច្បាស់អាចចូលមក page បានហើយឥឡូវគឺមើលតែមាត់មិត្តភក្តិខ្ញុំមើលទៅដឹងថាឆ្ងាញ់ប៉ុណ្ណាហើយណាហើយនិយាយពីថាម្នាក់ចូលចិត្ត salmon មែនតើនិយាយតែឲ្យតែតមាន promotion ពិសេសអីទៅឲ្យអត់ចោលទេហើយ hot pot ណាបើសិនជាទឹកស៊ុបឆ្ងាញ់ប៉ុន្តែបើសិនជាទឹកជ្រលក់អត់ឆ្ងាញ់ក៏កែដែរគាត់ថានេះគឺទឹកជ្រលក់ហើយជាមួយទឹកស៊ុបគឺត្រូវគ្នាមែនតើហើយកន្លែងអង្គុយរបស់គេក៏រៀបចំបានល្អដែរអញ្ចឹងបើសិនជាអ្នកដែលចាប់អារម្មណ៍កុំភ្លេចទៅសាកទាំងអស់គ្នាទៅអូខេមាត់ធំហ្នឹងអញ្ចឹងឥឡូវហ្នឹងបន្ទាប់ពី hot pot ហើយពួកខ្ញុំទៅខាង dessert ម្ដងហើយនេះគឺសម្រាប់អ្នកដែលគាត់ចូលចិត្តបែបលក្ខណៈខ្ជូតណាហើយនៅហ្នឹងគឺរសជាតិឆ្ងាញ់ទៀតមិនមែនតែខ្ជូតទេគឺឆ្ងាញ់ទៀតឥឡូវហ្នឹងពួកខ្ញុំនៅតែឆ្អែតតិចដែរអញ្ចឹងកំងតែ2មុខទេចង់តេស្តមើលថានៅហ្នឹងគឺវាឆ្ងាញ់ប៉ុណ្ណាហើយសំខាន់ណាមួយមុខនេះគឺឆ្ងាញ់មែនតើគឺពួកខ្ញុំពេញចិត្តទាំងអស់គ្នាហ្មងហើយគាត់ថានេះយើងថែមទឹកខ្មុំបន្តិចបានដែរបើសិនថែមខ្លាំងពេកវាអាចផ្អែមនិយាយពីថាពេលធ្វើគឺយូរតែបើថាញ៉ាំតែមួយផ្លែទេអស់ហើយហើយនេះគឺ dessert យើងមួយទៀតជាប្រភេទលក្ខណៈដូចព្រិលទឹកកកអញ្ចឹងណាគ្រាន់តែជារសជាតិវាបែបថៃធីឆ្ងាញ់ម្យ៉ាងដូចគ្នាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេវីដេអូបន្ទាប់ជួបគ្នានៅពេលដែលពួកខ្ញុំចូលវាំងផ្ទាល់អូខេបាយបាយ